ជាញឹកញាប់យើងមានអារម្មណ៍ថាខ្វះខាតនិងទន់ខ្សោយនៅក្នុងជីវិតនៅពេលយើងធ្វើខុសបរាជ័យឬលិចលង់ក្នុងអារម្មណ៍នៃការស្ដីបន្ទោសយើងមានអារម្មណ៍ថាខ្លួនឯងតូចតាចណាស់នៅក្នុងគ្រាបែបនេះយើងអាចគិតថាខ្ញុំមានកង្វះខាតខ្លាំងបែបនេះតើព្រះពិតជាស្រឡាញ់ខ្ញុំមែនទេថ្ងៃនេះខ្ញុំចង់អញ្ជើញអ្នកទាំងអស់គ្នាឲ្យរួមគ្នាពិចារណាអំពីការសន្យាដ៏អស្ចារ្យដែលព្រះបានប្រទានដល់យើងតាមរយៈ2សាមយ៉ូអែលចំពោះ7គឺសម្ពន្ធមិត្តភាពអស់ក្លឹបជានិច្ចការសន្យានេះបង្ហាញពីសេចក្តីស្រឡាញ់និងផែនការរបស់ព្រះដែលមិនដែលរង្គោះរង្គើទោះបីយើងមានកង្វះខាតរឿនក៏ដោយដាវីតជាស្ដេចដ៏អស្ចារ្យនៃអ៊ីស្រាអែលប៉ុន្តែគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេដាវីតបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរនិងបានធ្វើខុសជាច្រើនទោះជាយ៉ាងណាព្រះបានប្រទានការសន្យាដ៏អស្ចារ្យមួយដល់ដាវីតបែបនេះថាគ្រួសាររបស់អ្នកនិងនគររបស់អ្នកនឹងស្ថិតនៅចំពោះមុខយើងជារៀងរហូតហើយបល្ល័ង្កក៏របស់អ្នកនឹងរឹងមាំជានិច្ចនៅពេលឮពាក្យទាំងនេះដាវីតប្រកាសជាភ្ញាក់ផ្អើលណាស់អព្រះម្ចាស់ព្រះអង្គប្រទានការសន្យាបែបនេះដល់មនុស្សដូចខ្ញុំមែនឬដាវីតដឹងច្បាស់អំពីកង្វះខាតរបស់គាត់ប៉ុន្តែព្រះបានបញ្ជាក់ថាទ្រង់នឹងរក្សាការសន្យារបស់ទ្រង់ដោយមិនគិតពីការបរាជ័យរបស់គាត់ឡើយការសន្យានេះមិនត្រូវបានកំណត់ចំពោះតែសាឡូមោនដែលជាកូនប្រុសរបស់ដាវីតនោះទេព្រះបន្ទូលរបស់ព្រះកំពុងគូររូបភាពធំជាងនេះសម្ពន្ធមិត្តភាពនេះត្រូវបានសម្រេចតាមរយៈពូជពងរបស់ដាវីតហើយទីបំផុតត្រូវបានបំពេញឲ្យល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវជាព្រះម៉ាស៊ីដែលគ្មានបាបនិងជាព្រះបុត្រានៃព្រះបានបំពេញការសន្យានេះយ៉ាងល្អឥតខ្ចោះព្រះគម្ពីរចែងថាតាមរយៈព្រះយេស៊ូវការសន្យារបស់ព្រះបានពង្រីកទៅដល់មនុស្សទាំងអស់នេះគឺជាសម្ពន្ធមិត្តភាពថ្មីតាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងនិងការរស់ឡើងវិញរបស់ទ្រង់សេចក្តីស្រឡាញ់និងព្រះគុណរបស់ព្រះបានអបក្រសោបយើងទោះបីយើងមានបាបនិងកង្វះខាតក៏ដោយការសន្យានេះក៏អនុវត្តចំពោះជីវិតរបស់យើងនៅថ្ងៃនេះផងដែរយើងច្រើនតែធ្វើខុសនិងចំពុកដួលយើងអាចបរាជ័យនៅកន្លែងធ្វើការធ្វើឲ្យសមាជិកគ្រួសារឈឺចាប់ដោយពាក្យសម្ដីឬខកចិត្តនឹងខ្លួនឯងនៅក្នុងគ្រាទាំងនេះយើងអាចមានអារម្មណ៍ថាអ្វីទាំងអស់បានបញ្ចប់ហើយប៉ុន្តែការសន្យារបស់ព្រះមិនបញ្ចប់ដោយសារការបរាជ័យរបស់យើងទេព្រះយេស៊ូវបានគ្រប់ដណ្ដប់រាល់កង្វះខាតរបស់យើងនៅលើឈើឆ្កាងអ្នកណាដែលជឿលើព្រះយេស៊ូវស្ថិតនៅក្នុងការសន្យានេះនៅពេលអ្នកដួលអ្នកអាចក្រោកឡើងវិញប្រែចិត្តនិងចាប់ផ្ដើមថ្មីដោយសារតែការសន្យានេះដូច្នេះទោះបីអ្នកមានអារម្មណ៍ថាខ្លួនឯងខ្វះខាតប៉ុណ្ណាសេចក្តីស្រឡាញ់របស់ព្រះមិនដែលផ្លាស់ប្ដូរឡើយដោយសារសេចក្តីស្រឡាញ់និងព្រះគុណដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវយើងតែងតែអាចចាប់ផ្ដើមឡើងវិញបានកុំអស់សង្ឃឹមដោយសារកំហុសរបស់អ្នកចូលកាន់ជាប់នៅការសន្យារបស់ព្រះហើយក្រោកឡើងម្ដងទៀតព្រះស្រឡាញ់អ្នកជារៀងរហូតហើយទ្រង់កំពុងអបក្រសោបអ្នកនៅក្នុងផែនការរបស់ទ្រង់ខ្ញុំបួងសួងសូមឲ្យការសន្យានេះក្លាយជាកម្លាំងសម្រាប់ជីវិតរបស់អ្នក